ngàyនេះឃើញថាមេចតុំល្អខ្ញុំក៏បានក្នុងគ្រួសារទៅលេងនៅប្រាសាទបាពួនហើយប្រាសាទបាពួននេះដែរគឺឈ្មោះដើមគឺជាប្រាសាទបាពួនប៉ុន្តែយើងមិនទាន់ទៅដល់ផងក៏ឃើញក្រុមបងស្វានៅតាមផ្លូវយើងក៏ឈប់មើលការសម្ដែងរបស់គេតិចទៅមានកាច់កមានបន្លែងគ្នាហើយស្វាច្រើននៅក្នុងនេះបងប្អូនcontent creator មួយចំនួនដែលគាត់មកថតនោះគឺគាត់ប្រាប់ថាកុំទៅក្បែរប្រយ័ត្នវាខ្ញៅប្រយ័ត្នវាអីហើយមួយនេះវិញគឺកំពុងតែបានអង្គុយមួយផ្លែគឺខំបកយកតែម្ដងហើយបើមួយនេះវិញពេលដែលខ្ញុំទៅថតនៅក្បែរហ្នឹងអ៊ំនៅក្បែរហ្នឹងគាត់ថាកុំឲ្យទៅចិត្តវាពេកវាឆក់ទូរស័ព្ទឥឡូវយើងចូលរឿងយើងវិញនេះផ្លូវដែលដើរចូលក្នុងប្រាសាទបាពួននេះគឺមានស្ពានគេហៅស្ពានហាលហើយខ្ញុំចាប់អារម្មណ៍មែនទែនទៅលើទសបាទទសហ្នឹងចាប់ពីកន្លែងសម្រាប់ជើងដំណាក់កាលទី2រហូតដល់ទៅបន្ទួប្រាសាទគឺមានទសមួយជួរហ្នឹងគឺមាន55ដើមអញ្ចឹង3ជួរសរុបទៅវា165ដើមខ្ញុំចាប់អារម្មណ៍មែនទែនទសហ្នឹងគឺវាមានក្បាច់ស្អាតក្បាច់វាមិនឆាត់ឆាយណាតែគាត់ថាវាមើលទៅគឺលិចតែម្ដងថតពីចំហៀងគឺលិចស្អាតហ្មងមាន3ជួរហើយស្ពានហាលនេះទូចទេតាមលំបាកខ្ញុំស្មានទៅប្រហែលជា2ម៉ែត្រហើយជាក់ស្ដែងជួរទសនេះគឺខ្ញុំដើររាប់ជាក់ស្ដែងហ្មងខ្ញុំរាប់ម្ដងហើយច្រឡំខ្ញុំដើររាប់ភាសាវិញដោយសារវាច្រើនពេកដើររាប់ទៅច្រឡំខ្ញុំចោះនៅចំហៀងដើររាប់ហើយកូនប្រពន្ធខ្ញុំនៅខាងលើគាត់កំពុងតែថត selfie គ្នាគាត់អញ្ចឹងទៅហើយខ្ញុំដើររាប់ពីសាបាត់រាប់ចប់ហើយចំពោះផ្លូវឡើងមកយើងវិញស្អាតមែនទែនផ្លូវនេះបើតាមខ្ញុំដឹងគឺជួសជុលចាក់បេតុងពីលើអញ្ចឹងណាឥឡូវខ្ញុំបានឡើងទៅលើហើយចដានេះបងប្អូនឡើងប្រយ័ត្នបន្តិចគេមានប្រកាន់ដៃនៅសងខាងតែខ្ញុំឡើងខ្ញុំជឿដែរខ្ញុំឡើងអត់បានតោងទេហើយខ្ញុំថតពីល្ងាចមក6ជាងហើយ6 10នាទីហើយវាល្ងឹតដែរតែខ្ញុំព្យាយាមបើកពន្លឺកាមេរ៉ាទូរស័ព្ទខ្ញុំឲ្យច្បាស់នេះទូប្រាសាទហើយមិនដឹងថាខាងអាជ្ញាធរអត្រាគាត់បានបើកឲ្យភៀវទាំងអស់ឡើងទៅលើឬអត់ទេហើយនេះផ្នែកខាងឆ្វេងនៃប្រាសាទវាយើងចូលពីមុខណាខាងឆ្វេងខ្ញុំបានថតខាងឆ្វេងហើយនឹងខាងស្ដាំនេះផ្នែកខាងស្ដាំហើយខ្ញុំក៏បានងាកទៅឃើញបងអាជ្ញាធរអប្សរាដែលគាត់ចូលចាំគាត់ឃើញយើងឡើងលេងនោះពួកគាត់អាវលឿងអាវខៀវគាត់ចូលចាំយើងហើយលោយើងមានបញ្ហាអីអញ្ចឹងណាព្រោះយប់ហើយគាត់នៅចាំរហូតដល់យើងចុះអស់បានយើងបានគាត់ទៅឥឡូវខ្ញុំដើរបកក្រោយវិញកន្លែងសម្រាប់ជើងទី1គឺខ្ញុំចាប់អារម្មណ៍ទៅលើសសរពេជ្រនេះសសរពេជ្រមួយដើមនេះគឺនៅស្អាតមែនទែននៅវែងវាអត់បាក់បែកណាតែបើពីរដើមខាងមុខហ្នឹងគឺវាមានសភាពបាក់បែកទ្រុឌទ្រោមមែនទែននេះនៅក្បាច់ស្អាតទេក្បាច់ស្អាតមែនទែនខ្ញុំចាប់អារម្មណ៍សសរពេជ្រនេះមួយដើមហើយប្រភេទក្បាច់នេះគេហៅប្រភេទភ្ញីតែខ្ញុំអត់ហ៊ានថាភ្ញីអីទេតែថាទៅខ្លាចលោកខុសបងប្អូនច្រឡំព្រោះខ្ញុំដឹងថាភ្ញីវាមានភ្ញីទេសភ្ញីភ្លើងភ្ញីអីផ្សេងច្រើនមែនទែនហើយរូបតូចនៅនឹងជាងផ្លូវថ្មើរជើងហ្នឹងគឺរូបអញធ្នូស្អាតមែនទែនហើយនេះគឺស្ពានហាលដែលវែងមិញខ្ញុំថតនៅខាងខ្លីនៅខាងឆ្វេងទេនេះគឺជាស្ពានដែលវែងដែលដើរចេញមកពីទូជាប់នឹងលានចូលដំរីវែងមែនទែនខ្ញុំដើររាប់ឥឡូវខ្ញុំកំពុងដើររាប់តែដើរទៅក៏វាវែងពេកហើយណាមួយឃើញមានភីនៅកញ្ចក់លំផងក្មេងៗគាត់ថត selfie មានគ្នាគាត់អញ្ចឹងណាយើងជិលទៅរំខានគាត់ទៅក្បែរគាត់ទៅគាត់អៀនគាត់អីឥឡូវខ្ញុំដើររាប់បានមិនទាន់ចប់ផងក៏មានអារម្មណ៍ថាអូហត់ក៏ឈប់រាប់ទៅតែស្អាតចាប់អារម្មណ៍ខ្ញុំចាប់អារម្មណ៍ស្ពាននឹងមែនទែនខ្ញុំអត់បានឡើងមើលទូរស័ព្ទជាក់ស្ដែងទេខ្ញុំចាប់អារម្មណ៍ស្ពានហាលនៅជាងគេឃើញថាវានៅមាំល្អហើយផ្នែកកាមេរ៉ាខាងលើឃើញបងយើងប្រហែលជាខាងអាជ្ញាធរអប្សរាឬក៏ខាងណាគាត់ចាក់បេតុងខាងលើបេតុងហ្នឹងមានកាមេរ៉ាស្ដាងឯងមិនសូវក្រាស់ទេឥឡូវក៏យប់ណាស់ទៅហើយខ្ញុំឃើញអាណិតបងអាជ្ញាធរអប្សរាដែលគាត់ទៅយាមទៅចាំយើងអញ្ចឹងណាខ្ញុំក៏ត្រឡប់មកវិញពេលត្រឡប់មកតាមផ្លូវហ្នឹងក៏ឃើញទេសភាពប្រាសាទបយ័នយើងស្អាតក៏ដាក់មកវីដេអូទៀតទៅប្រពន្ធខ្ញុំកំពុងនិយាយទូរស័ព្ទទៅម៉ូតូនិយាយអីទេមិនรู้ណាតែខ្ញុំឃើញស្អាតពេកខ្ញុំទាញទូរស័ព្ទថតជាវីដេអូទៅហើយខ្ញុំជិះម៉ូតូផងជាស្រ័យខ្ញុំជិះម៉ូតូផងថតផងតែពេលហ្នឹងគឺស្ងាត់ដែរហើយដែលខ្ញុំថតឥឡូវយើងចាប់ផ្ដើមទៅផ្ទះហើយប្រឡប់ហើយអញ្ចឹងអរគុណបងប្អូនដែលបានទស្សនាវីដេអូនេះសង្ឃឹមថាបងប្អូនជួយចុច Subscribe ឲ្យខ្ញុំផងខ្ញុំនឹងថត
វីដេអូអំពីភាសាបន្តបន្ទាប់ជូនបងប្អូនទស្សនាទៀតកុំភ្លេចនឹកស៊ីមរៀបផងអរគុណបាយបាយ